កិច្ចប្រតិបត្តិការបង្ក្រាបការជួញដូររក្សាទុកកែច្នៃនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀននៅក្រុងបាវិតខេត្តស្វាយរៀងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍តូពេជ្រវិរៈស្នងការនគរបាលខេត្តបានដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីកែវសុថាស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនដោយមានការសម្របសម្រួលនីតិវិធីពីលោកដូរ៉ាអង្គប្រធានព្រះរាជអាជ្ញារងអមសាលាដំបងខេត្តស្វាយរៀងនៅថ្ងៃទី21 ខែឧសភាឆ្នាំ2025កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានដឹកនាំដោយលោកវីរៈសេនីយ៍ឯកកានកេននាយការិយាល័យសហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូររក្សាទុកកែច្នៃនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន8នាក់ភេទប្រុសជនជាតិវៀតណាមគោលដៅក្រុងបាវិតជាមួយនេះចាប់យកនិងដកហូតសម្ភារៈវត្ថុតាងរួមមានសារធាតុញៀនទម្ងន់ 6201.84 ក្រាមជាង6គីឡូក្រាមក្នុងនោះថ្នាំញៀនប្រភេទកេតាមីនទម្ងន់ 4221.35 ក្រាមថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ 106.06 ក្រាមថ្នាំញៀនប្រភេទលុចស្តាស៊ីទម្ងន់ 1436.09 ក្រាមថ្នាំញៀនគ្រាប់ប្រភេទបេតំហ្វេតាមីនទម្ងន់ 444.84 ក្រាម2គោលដៅផ្ទះជួលភូមិជែកសង្កាត់ជែកក្រុងស្វាយរៀងក្នុងនោះដកហូតនិងចាប់យកសម្ភារៈភស្តុតាងរួមមានសរុបគ្រឿងញៀនទម្ងន់ 5718.96 ក្រាម50គីឡូ 218.98 ក្រាមក្នុងនោះរួមមានថ្នាំញៀនប្រភេទកេតាមីនទម្ងន់46គីឡូ 294.16 ក្រាមថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់560.43 ក្រាមថ្នាំញៀនប្រភេទលុចស្តាស៊ីទម្ងន់ 3885.39 ក្រាមគ្រឿងញៀនប្រភេទលុចស្តាស៊ី 1337 សារធាតុមិនស្គាល់ទម្ងន់ 6862.52 ក្រាមសម្ភារៈកែច្នៃរួមមាន Extra ចំនួន60ប្រអប់ទម្ងន់ 2168.84 ក្រាមម៉ាស៊ីនអ៊ុតមាត់ថង់3គ្រឿងម៉ាស៊ីនកម្ដៅ2គ្រឿងចង្ក្រានអគ្គិសនី1គ្រឿងចង្ក្រានសម្រាប់លាយកូ2គ្រឿងម៉ាស៊ីន FP1 ចំនួន2គ្រឿងម៉ាស៊ីនក្រឡុក5គ្រឿងសារធាតុផ្សំនិងសារធាតុគីមីផ្សំជាច្រើនមុខរថយន្ត4គ្រឿងម៉ូតូ4គ្រឿងទូរស័ព្ទ10គ្រឿងព្រមទាំងឧបករណ៍សម្ភារៈមួយចំនួនទៀតបច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបងខេត្តដើម្បីចាត់ការបន្តតាមច្បាប់